group chỉ miêu su phục mai bong phôn chỉ cả sự co từng ngọc khíaខ្ញុំជឿថាពុកម៉ែបងប្អូនដែលកំពុងតែតាមដានមើលវីដេអូរបស់ BM នៅក្នុងថ្ងៃនេះជឿជាក់ថាប្រកាសជាមានដំណាំគ្រប់គ្នាទាំងអស់ទាំងដំណាំស្វាយចន្ទីដំណាំទុរេនដំឡូងមីកៅស៊ូក៏ដូចជាដំណាំផ្សេងទៀតហើយសុទ្ធសឹងតែជាអ្នកដែលធ្វើដើម្បីចង់បានផលទាំងអស់គ្នាបាទនេះគឺជារឿងពិតគឺបែបហ្នឹងបាទប៉ុន្តែសួរថាតើនៅពេលដែលយើងដំណើរការនៅក្នុងការធ្វើប្រកបដោយបច្ចេកទេសផ្សេងរបស់យើងថាតើមានដំណើរការបែបណានោះអញ្ចឹងធ្វើទៅតែជួបមានបញ្ហាឧបសគ្គរៀងខ្លួនខ្ញុំជឿជាក់ថាអញ្ចឹងប៉ុន្តែដោយឡែកបើសិនជាយើងនិយាយអំពីបច្ចេកទេសនៅក្នុងការធ្វើដំណាំរបស់យើងវិញខ្ញុំឧទាហរណ៍ថាបើសិនជាយើងចង់បានផ្កាចង់បានផ្លែបើសិនជាយើងចង់បានពីដំណាក់កាលនេះបានល្អត្រូវគិតដំណាក់កាលទី1គឺការយកស្លឹកនេះគឺការយកស្លឹកអញ្ចឹងចំការដែលបានធ្វើការត្រៀមខ្លួនឲ្យបានរួចរាល់ដោយជាដំណាក់កាលនៅក្នុងការតែងមែកនៅក្នុងការដាក់ជីនៅក្នុងការបំពន់ដើម្បីយកត្រួយបានល្អប្រសើរខ្ញុំជឿជាក់ថានៅពេលដែលពកផ្កានៅពេលដែលផ្ការីកនៅពេលដែលធ្លាក់ក្តាប់មកគឺល្អបាទមានកម្លាំងធន់ទ្រាំជាមួយនឹងអាកាសធាតុផ្សេងតែជាក់ស្ដែងចំពោះចំការជាច្រើននៅក្នុងប្រទេសកម្ពុជាយើងសពថ្ងៃដោយពុកម៉ែបងប្អូនបានឃើញជាក់ស្ដែងពេលខ្លះយើងជំរុះទៅបាញ់ទាញផ្កាយកតែម្ដងនោះគឺជួបបញ្ហាច្រើននៅក្នុងរយៈកាល 2-3 ឆ្នាំចុងក្រោយនេះគឺឃើញមានបញ្ហានឹងច្រើនអញ្ចឹងសួរថាតើធ្វើម៉េចដើម្បីដោះស្រាយបញ្ហាយើងបកត្រឡប់ទៅខាងក្រោយវិញយើងធ្វើតាមវគ្គឃ្លារបស់វាទៅធ្វើតាមបច្ចេកទេសពីមុនដែលពុកម៉ែបងប្អូនធ្លាប់ធ្វើមកឲ្យបានត្រឹមត្រូវទៅខ្ញុំជឿជាក់ថាអាចដោះស្រាយបញ្ហាបានដែររួមជាមួយនឹងយើងធ្វើការព្យាបាលនៅជំងឺដែលវាកើតឡើងមកណាធម្មតានៅពេលដែលយើងធ្វើអញ្ចឹងចន្ទទីរបស់យើងអន់ក៏ដោយសារតែមានជំងឺដោយសារតែខ្សោះថាមពលអញ្ចឹងទៅអញ្ចឹងយើងរកចំណុចណាមួយក្រុមហ៊ុនណាមួយថ្នាំពីដេប៉ូណាមួយដែលអាចជួយដោះស្រាយបញ្ហារបស់ពុកម៉ែបងប្អូនបានយកទៅប្រើប្រាស់ទៅខ្ញុំជឿជាក់ថាយើងអាចកែស្ថានភាពនោះមកវិញទោះបីជាមិនបាន 100% ក៏បាន 70% 80% ឬក៏ 90% ក៏ជាការល្អដែរដើម្បីជៀសវាងកុំឲ្យដើមរបស់យើងនឹងវាអន់ខ្លាំងពេកឬក៏អាចឈានទៅរកការកាប់ដើមចោលបាទនេះជាយោបល់របស់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនអាចងាកទៅរកបច្ចេកទេសពីខាងដើមដែលយើងធ្លាប់ធ្វើកន្លងមកវិញមកបាទគឺថែទាំដោយការដាក់ជីដោយការព្យាបាលដោយការបំពន់តាមវគ្គឃ្លាឲ្យបានត្រឹមត្រូវមុននឹងយកផ្កាយើងត្រូវធ្វើស្លឹកហ្នឹងឲ្យស្អាតប្រហែលវគ្គណាស្លឹក2ស្លឹក3ស្លឹក4ឬក៏យ៉ាងម៉េចបាទដើម្បីត្រៀមយកផ្ការបស់យើងឲ្យផ្កាមានកម្លាំងពេលដែលផ្កាមកហើយយើងត្រូវបាញ់អីដើម្បីប្រព័ន្ធផ្កាហ្នឹងដើម្បីឲ្យមានកម្លាំងស្រស់ល្អរីកបានល្អបញ្ចេញក្តឹបបានល្អក្តឹបហ្នឹងមានកម្លាំងបង្កើតផ្លែបានល្អកុំឲ្យមានជំងឺបាទយើងគួររើសថ្នាំប្រភេទណាប្រព័ន្ធប្រភេទណាពុកម៉ែបងប្អូនខ្ញុំជឿជាក់ថាមានបទពិសោធន៍មានចំណេះដឹងនៅក្នុងផ្នែកហ្នឹងបានល្អសឹងតែជាងអ្នកលក់ថ្នាំទៀតបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយសូមអរគុណចំពោះការតាមដានទស្សនាហើយបើសិនជាចង់ដោះស្រាយបញ្ហាជាមួយនឹងរូបមន្តរបស់ BM អាចតាក់ទងបានបាទសូមអរគុណសូមគោរពលា